បាទសួស្តីបងប្អូនបាក់សីកីឡាទាំងអស់គ្នាស្វាគមន៍មកកាន់ដើមឆ្នាំ2026បងប្អូនវគ្គនេះខ្ញុំសូមបង្ហាញឈុតថ្មីរបស់យើងសម្រាប់ឆ្នាំ2026អានេះគឺជាការក្រោះបន្ថែមទៀតបាទរបស់កសិដ្ឋានស្ដេចបាក់សីបង្កាត់ព្រៃសរបងប្អូនប្រហែលជាស្គាល់អាបាមកគ្រាប់នេះហើយអានេះកាលពីឆ្នាំទៅខ្ញុំក៏បានធ្វើវីដេអូម្ដងដែរបាទអានេះបាប៉ាគីស្ថានណាបងប្អូនណាអាបានេះគឺបាទប៉ាគីស្ថានហើយឈុតនេះគឺយើងក្រោះជាមួយនឹងអេស៊ីលយើងក្រោះជាមួយនឹងអេស៊ីលអាមេរិកខ្ញុំបញ្ជាក់ណាមេមន់ទាំងអស់នេះគឺអេស៊ីលអាមេរិកប៉ុន្តែមិនមែនឈាមសុទ្ធ 100% ទេគឺឈាមដែលក្រោះហើយខ្ញុំអាចប្រាប់មកឈាមទៀតបានទេចង់បញ្ជាក់ប៉ុណ្នេះបាទអាចប្រាប់មកឈាមដែលក្រោះមេនឹងបានទេប៉ុន្តែគ្រាន់តែដឹងថាយកបាននេះមកដាក់ជាមួយនឹងឈុតហ្នឹងគឺទទួលបាននៅគុណភាពល្អសម្រាប់កូនវាដែលយើងលេងច្រើនឆ្នាំមកហើយនេះអញ្ចឹងយើងពីមួយជំនាន់ទៅមួយជំនាន់ពីមួយឆ្នាំទៅមួយឆ្នាំយើងអាប់ដេតរហូតបាទអាប់ដេតហ្នឹងមិនបងប្អូនបានយើងអាចអាប់ដេតរហូតមកល្អបានដូចប្រទេសវៀតណាមអញ្ចឹងគេចិញ្ចឹមច្រើនឆ្នាំដល់ពេលអញ្ចឹងគេដឹងពីមួយជំនាន់ដែលវាប្រកាសណាបាទដែលយើងប្រកាសដូចថាវគ្គ1វគ្គ2វគ្គ3វគ្គណាល្អអញ្ចឹងដល់វគ្គដល់ឈាមជ័រហ្នឹងកម្រិតហ្នឹងល្អគេណូតអានឹងទុកមួយបាទគេណូតអានឹងទុកមួយគេប្រកាសអាសារធាតុដើមហ្នឹងទុកមេដើមហ្នឹងទុកបាដើមសម្រាប់វគ្គហ្នឹងទុកអត់មានឲ្យបន្តឈាមទៅមុខទៀតទេបាទអញ្ចឹងការដែលរកបាននៅចំណុចទាំងអស់ហ្នឹងគឺពិបាកអត់ងាយបងប្អូនវាត្រូវចាយឆ្នាំច្រើនអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺយើងត្រូវអញ្ចឹងបងប្អូនត្រូវផ្លាស់ប្ដូររហូតមានន័យថាអេតបន្ថែមអញ្ចឹងឈុតនេះគឺជាឈុតដែលយើងបន្ថែមទៅលើគុណភាពបាទបារបស់យើងមានន័យថាយើងយកមេនេះមកដាក់ជាមួយនឹងបានេះដើម្បីបង្កើនគុណភាពកូនវាមកតង់ទៀតឲ្យវាកាន់តែល្អបាទហើយបានេះភ្នែកបាច់ហៀងបងប្អូនខ្ញុំបញ្ជាក់អានេះខ្ញុំធ្វើវីដេអូច្រើនដងអាបានេះហើយកូនវាវាយខ្នងល្អវាយខ្នងវាយស្មាច្បិចស្មាខ្នងជើងបាឈូសពីមុខល្អមែនតើអញ្ចឹងមេនេះរាល់ដងអាបានេះខ្ញុំដាក់តែជាមួយខ្សែអាជួយណាខ្សែអាជួយ23ដងបាទប៉ុន្តែវគ្គនេះគឺយើងសុកអេស៊ីលចូលបាទអេស៊ីលអាមេរិកក៏ខ្ញុំបញ្ជាក់ដែរថាមេនេះគឺមិនមែនអេស៊ីល 100% ទេបាទគឺមានក្រោះអានឹងជាបច្ចេកទេសរបស់យើងដែលអាចប្រាប់បងប្អូនបានទេបាទអត់អាចប្រាប់បានទេអញ្ចឹងវាមានបច្ចេកទេសសម្រាប់នៅក្នុងការបង្កាត់នៅតាម farm នីមួយៗនៅតាមទ្រុងនីមួយៗបាទអញ្ចឹងដើមឆ្នាំ2026នេះយើងដាក់ឈុតនេះក៏យើងចាំអ៊ុតកូននៅចុងឆ្នាំដែរបងប្អូននៅចុងឆ្នាំឬក៏ដើមឆ្នាំ2027បាទអាហ្នឹងទើបយើងដឹងថាកូនវាចេញមកដូចអ្វីដែលយើងពងទុកដែរអត់បាទដូចអ្វីដែលយើងអេតបន្ថែមដែរអត់វាដូចស្លសម្លមួយឆ្នាំអញ្ចឹងណាមិនមែនបងដាំអំបិលម្សាយើងភ្លក់ត្រូវមាត់ទេអញ្ចឹងជួនកាលយើងបងអំបិល2ដងឯណាបាទបងអំបិល2ដង3ដងឯណាបើយើងដាក់ច្រើនទៅខ្លាចវាប្រៃពេកដាក់តិចទៅខ្លាចវាសាពេកបាទអញ្ចឹងគឺការបង្កាត់មាន់អត់ខុសពីការស្លសម្លមួយឆ្នាំឲ្យឆ្ងាញ់ទេបាទបើយើងដឹងថាប្រភេទអំបិលប្រើទៅវាមិនអីមិនកម្រិតណានៅក្នុងទឹកប្រមាណសាច់ប្រមាណបន្លែប្រមាណអាហ្នឹងយើងដឹងពីគុណភាពពួកវាហើយបាទអញ្ចឹងបង្កាត់មាន់នេះគឺទៀមទាប្រើពេលវេលាណាបងប្អូនបង្កាត់មួយឆ្នាំឬក៏2ឆ្នាំឬក៏3ឆ្នាំហើយមកអួតថាខ្លាំងហ្មងខ្ញុំអត់ទាន់ជឿទេបងប្អូនបាទអត់ទាន់ជឿទេការបង្កាត់មាន់ការក្រោះឈាមក្នុងមួយឈាមយើងត្រូវធ្វើបំលែងឲ្យបានទៅឈាមទី2គឺយើងចាយពេលមួយឆ្នាំពេញបាទយើងចាយពេលមួយឆ្នាំពេញហើយបើយើងចង់បានគុណភាពយើងមកក្រោះមួយសានឹងទៀតត្រូវអ៊ុតមើលនៅឆ្នាំក្រោយមួយឆ្នាំទៀតហើយបើថាស្ទើរទៀតត្រូវយកវាទៅក្រោះបន្ថែមមួយឆ្នាំទៀតតូចបំផុត5ឆ្នាំទៅប្រហមន់ល្អបានបាទទៅប្រហមន់ល្អបានហើយបើបងប្អូនអត់ចេះណូតទុកមានន័យថាប្រកាត់ឲ្យបានប្រកាត់ណាក្រោះតែឈាមនេះឈាមនោះញ៉ៃច្រើនអាហ្នឹងវាជួនកាលវាមកខ្លាំងមួយសាហ្នឹងទៅក្រោយមកទៀតបាត់ហើយដឹងទៅរកប្រភពនឹងមកពីណាបានខ្លាំងហ្នឹងអញ្ចឹងបានថាអានេះគេសិតតែមានក្បួនចងទុកដូចគេហៅសម័យការគណិតវិទ្យាអញ្ចឹងណាបងប្អូនរូបវិទ្យាគណិតវិទ្យាគីមីវិទ្យាគេមានសម័យការចងអញ្ចឹងណាអញ្ចឹងការប្រកាសហ្នឹងយើងធ្លាប់រៀនជីវវិទ្យាក៏មានមេរៀនប្រកាសដែរបាទអញ្ចឹងប្រកាសនេះគឺតើតែយើងចេះណូតទុកហើយយើងចំណាំហើយសាកល្បងគឺការយកកូនវាទៅប្រកួតហ្នឹងឯងបងប្អូន
ở con này chẳng sửa mẹp bông ôn bạn xây cả la tầng o chưa chết trong ban pui mon lò lo chỉ biết xe cho ba lo tẹt tông cho mùi nâng chiêm pui vô từ bạc cát vô từ chấm được rồi vô từ sạ phai bông ôn lại tẹt tông mà càng than đặt bạn xây một cát prey xó nâng sẽ thay đông sạc hạt thì muối nó chật bẹt luồng mai bông ôn sạc hạt thì muối chật bẹt luồng mai sạc hạt thì pi bao nhiêu nó cứ nơi cặp bông năng bà đại ti tăng bạc cát này bông ôn là dừng phương video này cứ nơi khang cặp bông năng là sao ta ní chia cho cả đông bao nhiêu chẳng dương trong viên đây chỉ cả đông viên chạy lọ bạn ở con sơn chụp liên video coi thiệt bạn ở con